Today អ្នកនរគ្នា Welcome to my new shop Webframe វីដេអូហ្នឹងគឺខ្ញុំគ្រាន់តែចង់សមដោយសារតែខ្ញុំគិតថាខ្ញុំចង់បង្កើតវីដេអូ YouTube មួយតាក់ទងជាមួយនឹងការធ្វើការរាល់ថ្ងៃតាក់ទងជាមួយនឹង business របស់ខ្ញុំថាខ្ញុំមានធ្វើអីគេខ្លះកំពុងធ្វើអីគេខ្លះចឹងទៅជាក់ស្ដែង business របស់ខ្ញុំហាងរបស់ខ្ញុំនេះគឺបើករយៈពេលជាង10ថ្ងៃហើយថ្ងៃនេះថ្ងៃទី20អញ្ចឹងខ្ញុំបើកថ្ងៃទី8វាបានខ្ទង់រយៈពេល12ថ្ងៃថ្ងៃហ្នឹងខ្ញុំថាយកគ្រឿងក្រៅមកថតវីដេអូប៉ុន្តែភ្លេចទាំងអស់អ្នកនរគ្នាការងារច្រើនការចងចាំវាលេងដូចមុនឯងឆាប់ភ្លេចច្រើនខ្លាំងណាស់មិនដឹងថាវីដេអូនេះអាចយកបានឬក៏អត់ទេដោយសារតែអត់មានម៉ៃខ្ញុំនិយាយផ្ទាល់ហ្មងប៉ុន្តែវាអំណោយផលដោយសារតែបន្ទប់នេះវារៀងគីឡូអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូហ្នឹងអាចយកសលេងខ្ញុំបានបើនិយាយពីការបើកហាងនេះខ្ញុំមានការពិបាកខ្លាំងដែរដោយសារតែទីមួយយើងអត់មានបទពិសោធន៍យើងអត់ធ្លាប់ដឹងអត់ធ្លាប់ឮពីការបើកហាងយើងអត់ធ្លាប់មានមិត្តភ័ក្តិបងប្អូនសាច់ញាតិដែលគាត់មានបទពិសោធន៍ក្នុងការបើកហាងបើក business អីអញ្ចឹងណាដល់ពេលអញ្ចឹងទៅធ្វើឲ្យការបើកហាងរបស់ខ្ញុំគឺមានភាពលំបាកហើយខ្ញុំគិតច្រើនមែនតើហើយហាងទូយទេអីវ៉ាន់ក៏អត់ច្រើនណាស់ណាដែរប៉ុន្តែខ្ញុំចំណាយពេលplan របស់ខ្ញុំហ្នឹងខ្ញុំ plan មុនរយៈពេលកន្លះឆ្នាំតែមុននឹងរៀបចំបើកហាងហ្នឹងគឺមុនរយៈពេល1ខែហើយការបើកហាងហ្នឹងគឺខ្ញុំព្យាយាមធ្វើខ្លួនឯងទាំងអស់ខ្ញុំអត់មានចំណាយទៅលើជាងចំណាយខ្ញុំចំណាយទៅលើជាងប្រកាសជាចំណាយប៉ុន្តែគាត់ថាខ្ញុំព្យាយាមកាត់បន្ថយអីដែលខ្ញុំអាចកាត់បន្ថយបានព្រោះមួយចំនួនដែលខ្ញុំអាចធ្វើខ្លួនឯងបានខ្ញុំនឹងព្យាយាមធ្វើខ្លួនឯងទោះបីជាវាហត់ខ្លាំងទោះបីជាការងារមួយចំនួនដែលភាគច្រើនយើងអាចជួជាងយកមកធ្វើប៉ុន្តែខ្ញុំចិត្តធ្វើខ្លួនឯងអវ៉ាន់មួយចំនួនគឺខ្ញុំក៏មកខ្លួនឯងក៏មកពីចិនខ្លួនឯងខ្ញុំព្យាយាមគិតតាំងពីថ្លៃដឹកថ្លៃអីខ្ញុំគិតគូគុណបូកដកចែកអីហើយធ្វើម៉េចព្យាយាមគិតថាតើវាជួយសន្សំបានអត់បើសិនជាខ្ញុំធ្វើទៅវាអត់សន្សំបានហើយវាហត់ទៀតអាហ្នឹងខ្ញុំនឹងបែងចែកទៅតាមហ្នឹងហើយតំងតាហាងនេះបើកបានខ្ញុំក៏អរគុណដល់ប្អូនខ្ញុំអរគុណដល់ប៉ាខ្ញុំអរគុណដល់ម៉ាក់ខ្ញុំមែនតើអរគុណដល់ប្អូនខ្ញុំជួយអីអត់បានច្រើនទេនៅរៀនហើយអីក៏អត់ចេះធ្វើដែរប៉ុន្តែដោយសារតែមានប្អូនខ្ញុំមានកម្លាំងចិត្តក្នុងការបើកហាងមួយហ្នឹងដោយសារខ្ញុំគិតថាខ្ញុំតែងតែចង់មាន business អីខ្លួនឯងចង់បង្កើតមុខរបរអីខ្លួនឯងអញ្ចឹងខ្ញុំអត់ចង់ថាធ្វើការជារហូតឬក៏មិនទេអានេះជា plan របស់ខ្ញុំនៅពេលដែលខ្ញុំចាស់ទៅអីអញ្ចឹងទៅប៉ុន្តែបើសិនជាអាចធ្វើបានតាំងពីក្មេងនឹងកាន់តែល្អហើយពីក្មេងមកគឺខ្ញុំចង់ធ្វើមែនតើប៉ុន្តែអាភាពខ្លាចហ្នឹងវាខ្លាំងជាងណាហើយយើងអត់ដឹងថាតើយើងចាប់តាមពីណាទៅណាទេប៉ុន្តែនៅពេលដែលអាចថាឥឡូវយើងអាយុច្រើនជាងមុនយើងជួបបទពិសោធន៍ជីវិតច្រើនហើយយើងមានប្អូននៅក្នុងបន្ទប់អញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាម៉ាក់ប៉ារបស់ខ្ញុំគាត់មិនមែនជាអ្នកបរៀនមិនមែនជាអ្នកដែលថាចេះដឹងដែលអាចបរៀនកូនបានច្រើនទេភាគច្រើនខ្ញុំព្យាយាមរៀនទៅតាមគេលួចចំណេះដឹងពីគេបន្តិចពីអ្នកនេះបន្តិចពីអ្នកនោះបន្តិចមើល YouTube មើលអីផ្សេងបន្តិចអញ្ចឹងពេលដែលមានបងប្អូនខ្ញុំតាំងចិត្តថាខ្ញុំព្យាយាមធ្វើអីឲ្យបានល្អអស់ពីសមត្ថភាពអញ្ចឹងនៅពេលដែលខ្ញុំចេះអីខ្ញុំនឹងឲ្យបងប្អូនខ្ញុំមើលឃើញថាតើខ្ញុំធ្វើវារបៀបម៉េចធ្វើរបៀបម៉េចដើម្បីជាបទពិសោធន៍មួយឲ្យបងប្អូនខ្ញុំនៅក្មេងឯង7-10ឆ្នាំគាត់នៅរៀនវិទ្យាល័យអញ្ចឹងបទពិសោធន៍ការងារគឺគាត់អត់មានទេហើយគ្រួសារខ្ញុំក៏មិនមែនជាអ្នកដែលថាមានលុយដែលថាអាចចេះទៅលើកូនដើម្បីឲ្យកូនបើក business មួយបរាជ័យវា is okay ចាប់ដើមភាសាទៀតអត់ទេបើសិនជាខ្ញុំបរាជ័យគឺវារៀងពិបាកបន្តិចវានៅតែងើបមកបានតែវាពិបាករៀងដោយសារតែយើងអត់មានថវិកាធំដុំសម្រាប់ធ្វើ business អីទេហើយនៅពេលដែលខ្ញុំមានប្អូនខ្ញុំគឺខ្ញុំតែងតែចង់បរៀនប្អូនខ្ញុំឲ្យស្គាល់ថារបៀបរកស៊ីនេះគេធ្វើមិនទោះបីខ្លួនឯងចេះតិចតួចក្តីអីក្តីខ្ញុំតែងតែបង្ហាញប្អូនខ្ញុំអស់ហើយខ្ញុំឲ្យប្អូនខ្ញុំមើលតាំងពីចំណូលចំណាយតាំងពីការបែងចែកលុយកាក់តាំងពីការset up business ហើយធ្វើមិនខ្ញុំចេះប៉ុណ្ណាគឺខ្ញុំផ្ដល់ចំណេះដឹងឲ្យបងប្អូនខ្ញុំប៉ុណ្ណឹងដោយសារតែខ្ញុំចង់ឲ្យគាត់រៀនឲ្យបានច្រើនយល់ដឹងឲ្យបានច្រើនតាំងពីក្មេងទៅនៅពេលដែលគាត់អាយុច្រើនជាងហ្នឹងគាត់ចង់ start អីមួយឧទាហរណ៍មិនថាតែអនាគតទៅគាត់ចង់ធ្វើអីទេមិនថាគាត់ចង់ធ្វើ business បែបហ្នឹងក៏បានឬគាត់មាន idea ផ្សេងតែ at least អានេះគឺជាបទពិសោធន៍មួយដែលអាចបរៀនគាត់បាននឹងជាអីដែលខ្ញុំអាចចែកម្លែកទៅគាត់បានគាត់គឺជាកម្លាំងចិត្តសម្រាប់ខ្ញុំមែនតើហើយក៏ខ្ញុំអរគុណដល់ប៉ាខ្ញុំដែលគាត់បានជួយខ្ញុំជាកម្លាំងអីចឹងទៅហើយគាត់អត់ reject គាត់អត់បដិសេធនៅអីដែលខ្ញុំចង់ធ្វើហើយម៉ាក់ខ្ញុំក៏ដូចគ្នាអរគុណដែលគាត់យល់ស្របទៅតាមអីដែលខ្ញុំចង់ធ្វើព្រោះគាត់ជាមនុស្សម្នាក់ដែលខ្លាចដែរគាត់ខ្លាចគ្រប់យ៉ាងខ្លាចកូនធ្វើឲ្យបានល្អខ្លាចខ្ញុំធ្វើទៅវាបរាជ័យខ្លាចតែខ្ញុំធ្វើទៅវាខាត់បងលួយកាក់អីចឹងណាគាត់ពីមុនមកគឺគាត់អត់តាមចិត្តខ្ញុំទេប៉ុន្តែឥឡូវនេះនៅពេលដែលខ្ញុំចង់ធ្វើអរគុណដែលគាត់ accept ទទួលយកនៅអីដែលខ្ញុំចង់ធ្វើ10ថ្ងៃមកនេះ
ការលក់របស់ខ្ញុំវាអញនិយាយបានថាល្អអ្នកនរគ្នាមិនល្អខ្លាំងទេប៉ុន្តែវាលើសពីអីដែលខ្ញុំ expect លើសពីអីដែលខ្ញុំរំពឹងទុកអញ្ចឹងខ្ញុំសប្បាយចិត្តមែនតើខ្ញុំព្រួយបារម្ភទោះបីជាពេលដែលខ្ញុំមុននឹងបើក business ហ្នឹងខ្ញុំគិតទៅលើផលវិជ្ជមាននិងផលអវិជ្ជមានថាបើសិនជាខ្ញុំលក់អត់បានតែខ្ញុំត្រូវធ្វើម៉េចបើសិនជាខ្ញុំលក់បានតែខ្ញុំត្រូវធ្វើម៉េចខ្ញុំគិតឲ្យអស់ហើយប៉ុន្តែគ្រាន់តែថានៅពេលដែលខ្ញុំលក់ជាក់ស្ដែងក្នុងរយៈពេល10ថ្ងៃជាងខ្ញុំឃើញអតិថិជនមានការគាំទ្រមានការជួយទិញមានការ walk in អញ្ចឹងទៅនិយាយទៅគឺខ្ញុំសប្បាយចិត្តមែនតើហើយខ្ញុំសង្ឃឹមថាវានឹងបន្តទៀតដល់ថ្ងៃមុខទៀតហើយ business របស់ខ្ញុំនេះខ្ញុំបង្កើតមកដោយក្តីស្រឡាញ់ការស្រឡាញ់ការយកចិត្តទុកដាក់ពីមុនមកគឺខ្ញុំធ្វើការប្រើខ្ញុំធ្វើ business ជា online សោប្រើហត់ខ្លាំងណាស់អ្នកនរគ្នាគឺហត់ខ្លាំងមែនតើរហូតដល់ថ្នាក់ខ្ញុំគេងអត់ទៀងទាត់ញ៉ាំអត់ទៀងទាត់ទៅធ្វើការយូររាល់ថ្ងៃនិយាយទៅគឺខ្ញុំហត់ខ្លាំងមែនតើប៉ុន្តែខ្ញុំនៅតែផឹកជំនះដោយសារតែខ្ញុំធ្វើចេញពីក្តីស្រឡាញ់ពេលខ្លះខុសខ្លះអីខ្លះអ្នកនរគ្នាភ្ញៀវដែលគាត់តែមានការ complain ខ្លះអីខ្លះអញ្ចឹងហើយយើងហត់ពេកគេគ្រប់គ្រាន់អីផងពេលខ្លះមានអារម្មណ៍ថាមួម៉ៅក្តៅកាហាយធ្វើការងារអត់សូវបានល្អពេញលេញប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំមានពេលគ្រប់គ្រាន់ដោយសារតែខ្ញុំបើកហាងខ្ញុំមានបុគ្គលិកដែលគាត់អាចជួយខ្ញុំបានខ្ញុំមានបងប្អូន support អ្នកផ្ទះ support ដែលផ្លាស់ប្ដូរដៃគ្នាដើម្បីធ្វើអីអញ្ចឹងណាហើយក្នុងការបើក business មួយហ្នឹងខ្ញុំនៅមានរឿងជាច្រើនទៀតដែលខ្ញុំអត់ទាន់ចេះរឿងជាច្រើនទៀតដែលខ្ញុំអត់ទាន់ដឹងតែហ្នឹងយើងនឹងធ្វើបដារៀនបដាព្រោះរឿងខ្លះបើសិនជាយើងចាំតចេះទាំងអស់បានធ្វើហ្មងក៏វាអត់កើតដែរមិនដឹងថាតម្រាំទៅចេះទាំងអស់ហ្នឹងពេលណាមិនអាចធ្វើបានទេអញ្ចឹងដូចពេលខ្ញុំបើកហាងហ្នឹងអញ្ចឹងខ្ញុំគិតថាគ្រាន់តែជួលហាងដាក់អីវ៉ាន់ជួលបុគ្គលិកមើលការខុសត្រូវប៉ុណ្ណឹងគឺបើកហាងមួយបានទេត្រូវទេប៉ុន្តែវាមានរឿងជាច្រើនទៀតដែលយើងអត់ដឹងដូចថាបើកហាងស្រាប់តែមានកាឌៀកាត់អីវ៉ាន់ខូចអីវ៉ាន់អញ្ចឹងទៅកាត់ប្រអប់កាត់អីអញ្ចឹងទៅមានធ្វើខ្ញុំមានការបារម្ភតែអត់អីទេខ្ញុំហ៊ានពីវាអញ្ចឹងយើងអាសាឆែកអាសាបាញ់ឆ្នាំអាសាអីចឹងទៅព្រោះនៅពេលដែលខ្ញុំមកជួលហាងហ្នឹងខ្ញុំអត់បានចាប់អារម្មណ៍ចំណុចហ្នឹងហើយអ្នកនរគ្នាគួរតែចាប់អារម្មណ៍ចំណុចដូចថាការជ្រៀតទឹកអីផ្សេងហាងហ្នឹងមានការបាក់បែកឆ្លុះធ្លាយក្នុងណាភ្លើងមិនដែរអីមិនដែរអាហ្នឹងគឺយើងត្រូវការមើលទាំងអស់ធ្វើមកយើងឲ្យដឹងមុនពេលដែលយើងចូលមកក្នុងហាងហ្នឹងអញ្ចឹងស្នុកយើង prepare កុំឲ្យថានៅពេលដែលយើងជួលហាងហើយស្រាប់តែមានការលិចទឹកមានក្រៀស៊ីជាងខូចអីមានលិចទឹកលិចអីអាហ្នឹងវាជាហានិភ័យពេលក្រោយទៀតហើយក៏ពិបាកយើងនៅពេលក្រោយដែរអញ្ចឹងចំណុចហ្នឹងគឺសំខាន់ប៉ុន្តែសំណាងដែរហាងដែលខ្ញុំជួលហ្នឹងវាគ្រាន់តែមានក្រៀហើយវាអត់មានជាការលិចទឹកឬក៏ជ្រៀតទឹកអីទេប៉ុន្តែមិនទាន់ថាតិចទៀតវាមិនចេះណាតែអាហ្នឹងវាបើសិនជាអ្នកទាំងអស់គ្នាបានដឹងមុនអាហ្នឹងវាល្អសម្រាប់ការបង្ការដែរហើយថ្ងៃនេះខ្ញុំមក pack ឲ្យបានឲ្យភ្ញៀវដោយសារខ្ញុំមានភ្ញៀវដែលគាត់ធ្វើជាកាដូរបៀបការបញ្ចប់សញ្ញាបត្ររបស់សិស្សរបស់គាត់ណាខ្ទង់9ប្រអប់ដែលខ្ញុំចាត់ទុកថាចំនួនហ្នឹងគឺជាចំនួនច្រើនដោយសារតែគាត់ទិញឲ្យសិស្សរបស់គាត់ដែលជាប់សញ្ញាបត្រហ្នឹងប៉ុន្តែខ្ញុំសុំអត់បង្ហាញមុខទេដោយសារតែខ្ញុំអត់បានសុំការអនុញ្ញាតពីភ្ញៀវប៉ុន្តែខ្ញុំអាចប្រាប់អ្នកនរគ្នាបានថាឥឡូវហ្នឹងគឺខ្ញុំកំពុងតែខ្ចប់ឲ្យបានឲ្យគាត់ខ្ញុំខ្ចប់ជាកាដូហើយខ្ញុំព្យាយាមធ្វើឲ្យបានល្អបំផុតឲ្យស្អាតទៅតាមអីដែលខ្ញុំអាចធ្វើបានហើយការ design ហ្នឹងគឺខ្ញុំបាននិយាយជាមួយភ្ញៀវហើយគាត់ពេញចិត្តបានខ្ញុំចាប់ផ្ដើមធ្វើហើយឥឡូវហ្នឹងថ្ងៃហ្នឹងគឺមកខ្ចប់ឲ្យបានមួយខ្ញុំទាំងអស់គ្នាខ្ញុំថាឲ្យអ្នកនរគ្នាមើលខ្ញុំខ្ចប់អីវ៉ាន់ធ្វើអីវ៉ាន់ប៉ុន្តែជាស្ដែងទៅអត់បានថតទេដោយសារតែអីវ៉ាន់ខ្ញុំធ្វើខុសច្រើនធ្វើខុសអញ្ចឹងទៅខ្ញុំត្រូវមើលវាសារឡើងវិញហើយត្រូវធ្វើវាសារឡើងវិញហើយវាចំណាយពេលរៀងយូរបន្តិចហើយឥឡូវហ្នឹងវាយប់ជ្រៅដែរហើយខ្ញុំត្រូវទៅផ្ទះយប់ស្ងាត់ទេខ្ញុំអត់ចង់ទៅផ្ទះរៀងយប់ជាងហ្នឹងទេអញ្ចឹងចាំមើលវីដេអូក្រោយទៀត